បុរសម្នាក់បានឃើញប្រពន្ធរបស់គាត់ធ្លាក់ចូលទៅក្នុងអណ្ដូងជំនួសឲ្យការជួយសង្គ្រោះនាងគាត់បានរើសធ្នូមួយដុំមកវាចូលទៅក្នុងអណ្ដូងបន្ទាប់ពីវាមួយសន្ទុះគាត់កយសំឡេងថាគ្មានសំឡេងអ្វីសោះគាត់សើចហើយរត់ទៅផ្ទះកូនស្រីរបស់គាត់ឈ្មោះអាស៊ុយកំពុងបបពោតនៅក្នុងទីធ្លាពេលគាត់ត្រឡប់មកវិញគាត់បានសួរថាម្ដាយរបស់គាត់នៅណាបុរសនោះសើចហើយនិយាយថាម្ដាយរបស់អ្នកបានធ្លាក់ចូលទៅក្នុងអណ្ដូងហើយនឹងមិនត្រឡប់មកវិញទេដើមពោតរបស់អាស៊ុយបានធ្លាក់មកលើដីនាងយំខ្លាំងសំឡេងយំបានធ្វើឲ្យសត្វចាប់ភ្ញាក់ផ្អើលបុរសនោះបានងាកមកហើយចូលទៅក្នុងផ្ទះផឹកអ្នកជិតខាងបានឮសំឡេងនោះហើយដកដង្ហើមធំគាត់បានបិទទ្វារអាស៊ុយយំរហូតដល់មេឃងឹតគាត់បានរត់ទៅអណ្ដូងហើយលុតជង្គង់លើភក់ដើម្បីក្រាបថ្វាយបង្គំថ្ងាសរបស់គាត់ហូរឈាមគាត់ស្រែកថាម៉ាក់ភ្លាមនោះមានសំឡេងមួយនៅក្នុងអណ្ដូងអាស៊ុយងើយមុខឡើងហើយឃើញត្រីគោរងក្រហមមួយក្បាលកំពុងហែលនៅក្នុងស្នាមប្រេះជីងជីងពណ៌ក្រហមភ្លឺចែងចាំងហើយមាត់ក៏លៀនចេញស៊ូនោះជាម្ដាយវាបានបង្ហាញថាម្ដាយរបស់អាស៊ុយគឺជាទេពអប្សរនៅក្នុងស្រះផ្កាឈូកទេពអប្សរនៅក្នុងស្រះផ្កាឈូកបានលួចមនុស្សស្លាប់ហើយរៀបការជាមួយបុរសម្នាក់គាត់ជួបបញ្ហាដូច្នេះគាត់បានវិលត្រឡប់ទៅរករូបរាងដើមវិញគាត់បានសុំឲ្យអាស៊ុយយកស៊ុបបាយមកឲ្យគាត់ញ៉ាំជារៀងរាល់ថ្ងៃគាត់អាចជាសះស្បើយឺតអាស៊ុយនឹកឃើញថាគាត់សន្សំអាហារជារៀងរាល់ថ្ងៃគាត់បានលួចទៅអណ្ដូងដើម្បីឲ្យត្រីស៊ីគាត់ទន្ទឹងរង់ចាំថ្ងៃនោះប៉ុន្តែរឿងនេះត្រូវបានម្ដាយចុងរបស់គាត់ឈ្មោះលីវស៊ីឃើញលីវស៊ីលោភលន់ចង់បានទេពអប្សរគាត់ចង់ចាប់វាដើម្បីលក់យកលុយដូច្នេះគាត់បានទាញកូនប្រុសរបស់គាត់មកបញ្ឆោតគាត់លីវស៊ីបានញុះញង់អាស៊ុយឲ្យកាត់ស្មៅនៅលើភ្នំដោយចេតនាអាស៊ុយបានយកក្តាមទៅអណ្ដូងជាមួយកូនប្រុសរបស់គាត់ដោយការរំពឹងទុកត្រីគោលរងក្រហមត្រូវបានតាក់ទាញលីវស៊ីបានចាប់ក្តាមហើយដាក់វាចូលក្នុងថង់ក្រណាត់គាត់បានត្រឡប់ទៅផ្ទះវិញហើយបានធ្វើឲ្យកាំបិតរបស់គាត់មុតដើម្បីស្ងោរត្រីកូនប្រុសរបស់គាត់ស្រាប់តែនិយាយថាទេពអប្សរត្រូវប្រើកាំភ្លើងបាញ់ទឹកប្រៃដើម្បីបំបែកអន្ទាក់លីវស៊ីរវល់រកអំបិលហើយប្រោះវាលើត្រីគោលរងក្រហមបែរមកហើយពន្លឺក៏ងឹតនៅពេលយប់លីវស៊ីយកត្រីនោះហើយញាត់វាចូលក្នុងមាត់របស់អាស៊ុយបានភ្លក់វាហើយដឹងថាវាជាម្ដាយរបស់គាត់អាស៊ុយបានយំក្អួតរួចរត់ទៅអណ្ដូងដូចឆ្កួតគាត់បានឃើញត្រីគោលរងក្រហមអន្តែតក្នុងអណ្ដូងហើយពន្លឺក៏ភ្លឺជាងមុនវាបានបង្ហាញថាទេពអប្សរបានកិននីចិត្តរបស់លីវស៊ីរួចហើយគាត់ធ្វើពុតជាត្រូវបានគេចាប់បានដោយចេតនាលីវស៊ីបានប្រោះអំបិលហើយជួយគាត់លាងសម្អាតដង្ហើមស្អុយចេញពាណិជ្ជកម្មនេះកាន់តែរីកចម្រើនជាងមុនទៅទៀតម្ដាយរបស់អាស៊ូអ៊ីបាននាំអាស៊ូអ៊ីទៅកាន់ដើមឈើចាស់នៅពីក្រោយអណ្ដូងនាងបានជីកយកផ្លែពេះមួយពាងនៅខាងក្នុងមានទឹកសន្សើមស្រស់ដែលនាងបានប្រមូលហើយប្រោះវាចូលទៅក្នុងអណ្ដូងទឹកអណ្ដូងនោះមានវិញ្ញាណអាស៊ុយបានផ្ញើទឹកអណ្ដូងនោះទៅអ្នកជិតខាងដោយសម្ងាត់ជារៀងរាល់ថ្ងៃដើម្បីបំបត្តិការឈឺចាប់របស់អាស៊ុយអ្នកជិតខាងបានការពារអាស៊ុយបន្តិចម្ដងលីវស៊ីឃើញថាអាស៊ុយមិនត្រឹមតែមានសុខភាពល្អប៉ុណ្ណោះទេថែមទាំងទទួលបានការកោតសរសើរពីអ្នកជិតខាងទៀតផងគាត់ខឹងយ៉ាងខ្លាំងរហូតដល់ចង់រុញអាស៊ុយចូលទៅក្នុងអណ្ដូងនៅពេលយប់ពេលគាត់ដើរទៅដល់អណ្ដូងភ្លាមជើងរបស់គាត់ក៏រអិលធ្លាក់ចូលទៅក្នុងអណ្ដូងគាត់បានស្រែកឲ្យគេជួយឆ្កែខ្លាចរើខ្លួនណាស់បុរសនោះបានឮសំឡេងចលនានោះហើយចង់ទាញលីវស៊ីប៉ុន្តែគាត់ត្រូវបានវិញ្ញាណនៅក្នុងអណ្ដូងលោតឡើងហើយដួលទៅលើដីលីវស៊ីកំពុងលោតនៅក្នុងអណ្ដូងគាត់បានរកឃើញថាគាត់អាចដកដង្ហើមក្នុងទឹកវាបានបង្ហាញថានៅពេលដែលគាត់កំពុងប្រោះអំបិលគាត់មានស្មារតីរបស់យិនលេឈៀនគ្រាន់តែគាត់មិនមានស្មារតីត្រឹមត្រូវដោយសារវិញ្ញាណអាក្រក់គាត់ត្រូវបានជាប់នៅក្នុងអណ្ដូងគាត់បានយាមទឹកអណ្ដូងជារៀងរាល់ថ្ងៃហើយបានធ្វើអំពើល្អសម្រាប់ម្ដាយរបស់អាស៊ុយបុរសនោះបានបាត់បង់ជំនួយពីលីវសេគាត់ត្រូវបានវិញ្ញាណបដិសេធរាងកាយរបស់គាត់ត្រូវបានបាក់បែកវាទាំងអស់គឺអរគុណចំពោះវិញ្ញាណនិងពរជ័យរបស់អាស៊ុយដែលគាត់បានដឹងខ្លួនឡើងវិញបន្តិចម្ដងកុំមានគំនិតអាក្រក់អីស្វាមីភរិយាគួរតែស្មោះត្រង់នឹងគ្នាទៅវិញទៅមកអ្នកគួរតែឲ្យតម្លៃកូនរបស់អ្នកឲ្យបានច្រើនជាងនេះមនុស្សដែលបង្កើតអ្នកដទៃនិងបង្កើតខ្លួនឯងនៅទីបញ្ចប់ចូលប្រព្រឹត្តចំពោះមនុស្សនៅជុំវិញអ្នកឲ្យបានល្អចូលប្រព្រឹត្តចំពោះខ្លួនឯងឲ្យបានល្អនៅក្នុងโลกនេះតែងតែមានការដាក់ទោសចំពោះអំពើល្អនិងអំពើអាក្រក់